បាទសួស្តីបងប្អូនថ្ងៃនេះដែរខ្ញុំសូមធ្វើវីដេអូមួយបង្ហាញពីសត្វដង្កូវនេះមិនដឹងថាសត្វដង្កូវប្រភេទអីទេខ្ញុំទើបតែជួបប្រទះដែរបាទតែឃើញឆ្នាំហ្នឹងដែលវាឡើងមកស៊ីស្លឹកដើមពីងរាជបាទហើយសត្វដង្កូវហ្នឹងច្រើនទៀតនេះមកមាត់វាណាមាត់វាស៊ីតែខ្ញុំអត់ដែលជួបទេខ្ញុំអត់ដែលជួបទៅប្រទេសថាគេហៅសត្វដង្កូវអីទេហើយវាស៊ីអស់លីងហ្មងនេះអានេះមួយទៀតអានេះបានសត្វក្រងខំវាអីទៅអាហ្នឹងក៏វាងាប់ទៅតាមហ្នឹងនេះបាទហើយនេះជាស្បុករបស់វាស្បុកអានេះស្បុកដែរតែក្រងវារោមទៅក៏ស៊ីទៅខ្ញុំក៏មិនដឹងថាហៅសត្វដង្កូវតែដង្កូវអីគេនេះហើយស្បុករបស់វាដែរនេះស្បុកអានេះស្បុករបស់វាដែរនេះបាទនេះហើយមើលដើមពីងរាជនេះល្អណាស់បាទហើយតំល្អឆ្នាំនឹងផងហើយស្រាប់តែផ្ទះឃើញសត្វដង្កូវវាចាប់ផ្ដើមវាយប្រហារមកបាទនេះស៊ីអស់លីងបាទស៊ីអស់បាទពីងរាជពងល្អផងហើយអានេះថ្មិញរបស់វានេះថ្មិញរបស់វាហើយស៊ីណាថ្មិញរបស់វាមុតណាបាទមកស៊ីនេះរូបរាងវាក្រោយធំណាបាទខ្ញុំដូចអត់ធានចង់ប៉ះដែរបាទតែវាលោតមកខំយើងដែរធំមែនតើនេះមើលដៃជើងរបស់វានេះដូចជាផ្នែកមានផ្នែកនឹងក្រោយទៀតមិនទេបាទអញ្ចឹងដង្កូវនេះគួរឲ្យខ្លាចដែរនេះខ្លាចថាអាចនឹងប៉ះពាល់អីតោងកូនក្មេងអីកូនក្មេងអត់ដឹងនិយាយលេងវាអាចថ្មិញមកវាអីអាចអុចឬក៏អីចឹងណាគ្រោះថ្នាក់ដែរអញ្ចឹងបងប្អូនបើដឹងថាសត្វដង្កូវនេះឈ្មោះអ្វីជួយប្រាប់ផងហើយបើសិនជាមានថ្នាំកម្ចាត់វាអីហ្នឹងក៏ជួយប្រាប់ផងតែសំណាងនេះបានក្រងបានក្រងទៅវាមករោមដែរនេះរោម